មូលហេតុធំចំនួន3ដែលនាំឲ្យមនុស្សយើងមានរោគឬក៏មានបញ្ហាសុខភាពសង្កេតឃើញនៅពេលបច្ចុប្បន្ននេះបងប្អូនឃើញមនុស្សជាច្រើនដែលក៏មានកំណើនតទៅនឹងបញ្ហាសុខភាពគឺការឡើងខ្ពស់មែនទែនថ្ងៃនេះបងប្អូនមកដឹងពីមូលហេតុធំដែលតទៅជាមួយនឹងការដែលនាំឲ្យមនុស្សយើងមានរោគឬក៏មានវិបត្តិសុខភាពទី1នោះគឺជំងឺកើតចេញពីចំណីអាហារបងប្អូនដឹងហើយចំណីអាហារនៅពេលបច្ចុប្បន្ននេះសម្បូរទៅដោយគីមីច្រើនមែនទែនរក្សាគុណភាពទុកបានយូរសង្កេតឃើញសម័យពីមុនអត់សូវមានការទំនើបញ៉ាំរបស់បែបធម្មជាតិឬក៏របស់បែបសាមញ្ញស្រុកស្រែចម្ការអត់សូវទំនើបដូចនៅពេលបច្ចុប្បន្ននេះប៉ុន្តែអាយុវែងឬក៏រស់នៅបានសុវត្ថិភាពប៉ុន្តែនៅពេលបច្ចុប្បន្ននេះសម័យទំនើបរបស់អ្វីក៏កែច្នៃរបស់អ្វីក៏រក្សាគុណភាពទុកបានយូរដែលមនុស្សយើងញ៉ាំចូលទៅគឺវាមានផលប៉ះពាល់ទៅលើសុខភាពគឺច្រើនមែនទែនដែលនាំឲ្យមនុស្សយើងនៅពេលបច្ចុប្បន្ននេះអាយុមិនសូវវែងដូចសម័យពីមុនទេមានវិបត្តិសុខភាពគឺទាំងវ័យក្មេងតែម្ដងបងប្អូនដឹងហើយកត្តាដែលចម្បងដែលនាំឲ្យយើងឈឺនាំឲ្យយើងមានវិបត្តិសុខភាពឬក៏នាំឲ្យយើងមានរោគនៅក្នុងខ្លួនហ្នឹងគឺធំជាងគេគឺតកតងចំណីអាហារហ្នឹងឯងចឹងបងប្អូនមុននឹងដាក់ចំណីអាហារចូលទៅក្នុងមាត់ព្យាយាមគិតគូរពីអនាគតតទៅនឹងសុខភាពបងប្អូនទាំងអស់គ្នាផងប្រយ័ត្នប្រយែងនៅក្នុងការញ៉ាំអាហារដើម្បីកាត់បន្ថយនៃបញ្ហាសុខភាពកុំឲ្យបងប្អូនមានបញ្ហាសុខភាពកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃមូលហេតុទី2គឺរោគកើតចេញពីអាកាសធាតុឬក៏បរិយាកាសតំបន់ដែលយើងរស់នៅបងប្អូនសង្កេតឃើញហើយនៅពេលបច្ចុប្បន្ននេះសម្បូររោងចក្រឧស្សាហកម្មសហគ្រាសឬក៏គ្រឿងម៉ូតូគ្រឿងឡានគឺគ្រឿងចក្រគ្រឿងយន្តគឺច្រើនមែនទែនដែលវាមានបញ្ហាប្រឈមជាមួយនឹងផ្សែងពុលផ្សែងគីមីច្រើនក៏វាមានផលប៉ះពាល់ទៅលើសុខភាពរាងកាយរបស់មនុស្សយើងដូចគ្នាជាពិសេសបងប្អូននៅតាមទីប្រជុំជនក៏នៅទីក្រុងគឺប្រឈមជាមួយនឹងបញ្ហាសុខភាពគឺនៅពេលបច្ចុប្បន្ននេះគឺច្រើនមែនទែនតាមរយៈបរិយាកាសអាប់អួរផ្សែងពុលផ្សែងគីមីនឹងឯងមូលហេតុទី3ចុងក្រោយគឺរោគកើតចេញពីផ្លូវចិត្តបងប្អូនសង្កេតឃើញមនុស្សដែលមានបញ្ហា stress ដែលមានបញ្ហាតប់សេចខ្សែគិតច្រើនហ្នឹងគឺការឡើងខ្ពស់មែនទែនដែលជាមូលហេតុដែលធ្វើឲ្យមនុស្សយើងហ្នឹងគឺមានបញ្ហាសុខភាពពីមួយថ្ងៃទៅមួយថ្ងៃគឺដោយអត់ដឹងខ្លួននឹងឯងបញ្ហា stress គឺវាបំផ្លាញសរីរាង្គបំផ្លាញសុខភាពបងប្អូននឹងដោយមិនដឹងខ្លួនគ្រាន់តែបងប្អូន stress មួយគឺបងប្អូននាំជំងឺមកនៅជាមួយគឺច្រើនមែនទែនមានបញ្ហាបេះដូងមានបញ្ហាសម្ពាធឈាមឬក៏មានបញ្ហាជំងឺទឹកនោមផ្អែមទៀតគ្រាន់តែ stress មួយគឺបំផ្លាញរាងកាយយើងមកទូខ្លួនតែម្ដងថ្ងៃនេះរូបសម្បត្តិមានការចូលរួមតែប៉ុណ្្នឹងទេហើយអរគុណដល់បងប្អូនអរគ្នាដែលចំណាយពេលវេលានៅក្នុងការតាមដានវីដេអូរូបសម្បត្តិកន្លងមកហើយជូនពរឲ្យបងប្អូនទាំងអស់គ្នារស់នៅក្នុងសម័យបច្ចុប្បន្ននេះសុខភាពល្អអាយុវែងគ្រប់ក្រុមគ្រួសារ